អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំដឹងថាអ្នកនរគ្នាមានអ្នកនរគ្នាប្រកាសជាចង់រកចំណូលបន្ថែមអំពី YouTube ហើយមែនទេអូខេអញ្ចឹងថ្ងៃនេះខ្ញុំចង់មកនិយាយប្រាប់ពីដែលអ្នកនរគ្នាចង់តែមិនធ្លាប់ធ្វើ YouTube ហើយចង់ចាប់ផ្ដើមធ្វើ YouTube ដើម្បីយករកប្រាក់ចំណូលបន្ថែមបន្ទាប់ពីធ្វើការឥឡូវខ្ញុំសូមណែនាំអ្នកនរគ្នាមកស្គាល់ខ្ញុំសិនខ្ញុំបាទឈ្មោះមិនជួងហើយបច្ចុប្បន្នគឺខ្ញុំធ្វើការឲ្យក្រុមហ៊ុនឯកជនបន្ទាប់ពីខ្ញុំបានធ្វើក្រុមហ៊ុនឯកជនខ្ញុំក៏ឆ្លៀតធ្វើជា content បន្ថែមដើម្បីរកចំណូលខ្លះៗបន្ថែមពីបន្ទាប់ពីប្រាក់ខែរបស់ខ្ញុំអីចឹងទៅអញ្ចឹងខ្ញុំចង់មកផ្ដល់បទពិសោធន៍មួយចំនួនដែលខ្ញុំបានធ្វើ YouTube មកហើយវាបានប្រាក់ចំណូលមិនជាច្រើនទេប៉ុន្តែវាអាចជួយយើងបានតិចតួចអាចជាថ្លៃកម្លាំងចិត្តហើយយើងធ្វើការបន្តធ្វើវីដេអូអីចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំសូមមកប្រាប់ពីបទពិសោធន៍របស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមពីធ្វើវីដេអូ YouTube ដំបូងអញ្ចឹងមុននឹងអ្នកនរគ្នាចង់ចាប់ផ្ដើមធ្វើ YouTube អ្នកនរគ្នាត្រូវដឹងខ្លួនឯងសិនថាតើអ្នកនរគ្នាចង់ធ្វើ YouTube នឹងអំពីអ្វីសិនជាដំបូងហើយអ្នកនរគ្នាถ้าគិតថាអ្នកនរគ្នាគួរធ្វើវីដេអូដែលអ្នកនរគ្នាចូលចិត្តឬក៏អ្នកនរគ្នាគួរធ្វើវីដេអូដែលអ្នកមើលចូលចិត្តមើលអញ្ចឹងអ្នកនរគ្នាត្រូវតែសិក្សាមើលថាតើសម័យបច្ចុប្បន្ននេះអ្នកដែលគេចង់មើលពីអីហើយគេចង់ដឹងពីអ្វីអញ្ចឹងយើងត្រូវរកកន្លែងដែលអ្នកដែលទាំងអស់គ្នាដែលគាត់ចង់មើលគាត់ចង់មើលពីអីអញ្ចឹងយើងត្រូវធ្វើអ្វីដែលគេអត់ទាន់ធ្វើហើយគេចង់មើលអូខេឥឡូវនេះខ្ញុំសូមនិយាយពីការខ្ញុំចាប់ផ្ដើមធ្វើ YouTube ដំបូងសិនអញ្ចឹងការធ្វើ YouTube ដំបូងអ្វីដែលខ្ញុំចាប់ផ្ដើមដំបូងគេគឺការលេងហ្គីតាហើយច្រៀងព្រោះខ្ញុំចូលចិត្តខាងច្រៀងហើយនឹងលេងហ្គីតាតែជាអកុសលពេលដែលខ្ញុំធ្វើទៅវាអត់សូវមានអ្នកមើលប៉ុន្មានទេវាមានដែរមានត្រឹមតែ200នាក់300នាក់តែក៏វាអូខេសម្រាប់ខ្ញុំថាធ្វើទៅក៏មានអ្នកមើលអីចឹងទៅប៉ុន្តែខ្ញុំមិនបានធ្វើជារឿងរាល់ថ្ងៃទេយូរមួយអាទិត្យធ្វើម្ដងចឹងទៅហើយជួនកាលមួយខែយើងតម្លាក់ម្ដងចឹងទៅវាអត់មានហៅថាជាយើងដាក់ប្រចាំថ្ងៃរាល់ថ្ងៃដោយសារយើងអត់សូវមានពេលផងយើងរវល់ក្នុងការសិក្សាផងហើយយើងក៏រវល់ក្នុងការធ្វើការងារផងដែរអញ្ចឹងយើងអត់សូវមានពេលមកផ្ទះវិញគឺដឹងតែដាក់ខ្លួនដេកប៉ុន្តែខ្ញុំទៅតែចាប់ផ្ដើមធ្វើវីដេអូឲ្យរៀងបានមួយមាញឹកអន្លងពេលដែរក្នុងឆ្នាំ2025នេះតែ YouTube ហ្នឹងក៏ប៉ុន្តែខ្ញុំធ្វើយូរមកយូរតាំងពីឆ្នាំ2018មកប៉ុន្តែវាអត់ទៅបានផលទេវាធ្លាប់បានផលម្ដងដែរពេលហ្នឹងខ្ញុំធ្វើវីដេអូសម្រាប់ឲ្យបរទេសមើលវីដេអូយើងធ្វើតាំងពី description ជាភាសាអង់គ្លេស caption ក៏ជាភាសាអង់គ្លេសអញ្ចឹងធ្វើទៅគឺបរទេសគាត់មើលអីចឹងហើយមើលពេលហ្នឹងគឺបានគ្រប់គោលការណ៍គ្រប់ម៉ោងមួយសាយប៉ុន្តែចាដនពេលដែលយើងធ្វើទៅវាជាប់ copyright ដោយសារអីពេលហ្នឹងខ្ញុំនិយាយថាខ្ញុំអត់មានបទបទគ្រប់គ្រាន់សម្រាប់ធ្វើ YouTube អញ្ចឹងពេលដែលយើងធ្វើទៅគឺជាប់ copyright ហើយពេលហ្នឹងក៏ខ្ញុំអត់ទាន់ចេះនៅការវិធីដោះ copyright អីធ្វើមិនដែរហើយមួយទៀតហ្នឹងគឺយើងគិតថាយើងចង់លុបវីដេអូដែលយើងធ្វើនឹងចោលហើយយើងចង់ធ្វើវីដេអូ original ខ្លួនឯងវិញតែពេលហ្នឹងពេលដែលខ្ញុំលុបហើយទៅធ្វើឲ្យម៉ោងទាំងអស់នៅក្នុង YouTube ហ្នឹងគឺបាត់ហើយតម្រាំតែយើងបាន4000ម៉ោងគឺចំណាយពេលយូរមែនទែនខ្ញុំចំណាយពេលហ្នឹងគឺចំណាយពេល1ឆ្នាំតម្រាំខ្ញុំសន្សំបាន4000ម៉ោងហ្នឹងតែសម្រាប់ subscriber អត់ទៅជាពិបាករកហ្មងទេអាហ្នឹងងាយស្រួលរកទេតែសំខាន់ជាងគេគឺម៉ោងហើយធ្វើវីដេអូយ៉ាងណាឲ្យនៅមានអ្នកមើលអានេះគឺជាបទពិសោធន៍របស់ខ្ញុំចាប់ពីពេលហ្នឹងទៅខ្ញុំអន្លងពេលដែលខ្ញុំលុបវីដេអូនឹងចោលហើយវាបាត់ម៉ោងហើយខ្ញុំក៏ចាប់ផ្ដើមធ្វើវីដេអូ original ពេលធ្វើទៅគឺវាអត់មានអ្នកមើលទេអ្នកនេះវាមានមើលដែរមានមើលតិចតួចហើយវាធ្វើមកអត់ឡើងទេយើងធ្វើច្រើនវីដេអូដែរវាអត់ឡើងអញ្ចឹងធ្វើឲ្យយើងហ្នឹងគឺបាក់កម្លាំងចិត្តក្នុងការដំណើរការធ្វើ YouTube ហ្នឹងមួយរយៈហ្នឹងគឺខ្ញុំຕົកចោលម្ដងពេលថ្ងៃណាខ្ញុំមានវីដេអូខ្ញុំផុសថ្ងៃណាអត់នេះគឺអត់ផុសទេជួនកាលមួយខែផុសម្ដងជួនកាលមួយឆ្នាំអីបានផុសអញ្ចឹងទៅឥឡូវខ្ញុំទៅតែខ្ញុំដាក់ចិត្តថ្មីខ្ញុំទៅតែធ្វើថ្មីរយៈពេលខ្ញុំធ្វើមួយខែទេខ្ញុំធ្វើវីដេអូចាស់ដែលខ្ញុំធ្លាប់ធ្វើអញ្ចឹងវីដេអូពីមុនដែលខ្ញុំធ្លាប់ធ្វើអញ្ចឹងដែលធ្វើឲ្យមានអ្នកមើលហ្នឹងប៉ុន្តែខ្ញុំមានបទសោតហើយក្នុងការចូល copyright អញ្ចឹងខ្ញុំធ្វើមិនកាត់ឲ្យដាច់ copyright មកអញ្ចឹងរាល់វីដេអូទាំងអស់ដែលខ្ញុំយកពីគេមកហើយខ្ញុំធ្វើការកាត់ឲ្យដាច់ copyright អញ្ចឹងវាខ្លាចជាវីដេអូ original ខ្លួនឯងហើយសម្រាប់វិធីកាត់យ៉ាងណាឲ្យដាច់ copyright អាហ្នឹងខ្ញុំនឹងធ្វើ clip វីដេអូមួយទៀតតែថ្ងៃនេះខ្ញុំសូមនិយាយថាពីបទពិសោធន៍ដែលអ្នកនរគ្នាចង់ចាប់ផ្ដើមធ្វើ YouTube អញ្ចឹងការចាប់ផ្ដើមធ្វើ YouTube អ្នកនរគ្នាមិនបាច់ចាំតន់ខ្វល់ថាយើងគួររើសវីដេអូមួយណាដូចសម្រាប់ខ្ញុំអញ្ចឹងខ្ញុំតាមចានិយាយមុនហ្នឹងថាខ្ញុំធ្វើវីដេអូមួយសម្រាប់ឲ្យជនជាតិខ្មែរគាត់មើលអញ្ចឹងទៅតែក្រោយមកពេលដែលខ្ញុំនឹកអីអត់ចេញខ្ញុំប្រើវីដេអូ short ខ្ញុំប្រើ short ផុសនេះផុសនោះជួបកណ្ដាលផ្លូវខ្ញុំថតផ្លូវជួបអីសប្តាហ៍ធ្វើហ្នឹងមកមានអ្នកមើលចាប់2000នាក់3000នាក់គឺខ្ញុំមានកម្លាំងចិត្តមកវិញឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើឥឡូវខ្ញុំក៏បានគ្រប់កលការរបស់ YouTube ហើយខ្ញុំក៏ចាប់ផ្ដើមបានរកលុយបានដែរអញ្ចឹងនេះជាការចែករំលែកបើសិនជាបងប្អូនឬក៏អ្នកដែលគាត់ចង់បានលុយបន្ថែមចំណូលបន្ថែមខ្ញុំគិតថា YouTube ជាជម្រើសល្អសម្រាប់អ្នកនរគ្នាព្រោះដោយសារ TikTok ក៏ខ្ញុំធ្វើដែរ Facebook ក៏ខ្ញុំធ្វើដែរតែ Facebook នេះគឺពិបាកមែនទែនអ្នកនរគ្នារកចំណូលនៅស្រុកខ្មែរគឺពិបាក TikTok ដូចគ្នាប៉ុន្តែ TikTok បើសិនជាអ្នកនរគ្នាល្បីអាចនឹងបាន sponsor អីចឹងទៅអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមតែលើកបទពិសោធន៍នេះសិនហើយខ្ញុំនឹងមានបទពិសោធន៍ផ្សេងៗទៀតដើម្បីឲ្យអ្នកគ្នាហើយបើសិនជាអ្នកគ្នាមានកន្លែងណាឆ្ងល់អ្នកអាចសួរឬ comment ខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូឆ្លើយតបអ្នកគ្នាហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេខ្ញុំគិតថាបើសិនជាវីដេអូនេះមានអ្នកទស្សនាច្រើនខ្ញុំនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំដែលយើងធ្លាប់ឆ្លងកាត់ពីមុនមកថាធ្វើ YouTube មិនដើម្បីឲ្យមានអ្នកមើលហើយធ្វើ YouTube មិនកុំឲ្យមានចុះ copyright អូខេសម្រាប់វីដេអូនេះគឺប៉ុណ្្នេះសិនសូមអរគុណ